បងឆាងបានជន់កាសយ៉ាងខ្លាំងហើយបើកឡានចោលទៅក្នុងសមុទ្រដោយផ្ទាល់ស្ត្រីម្នាក់នោះភ័យខ្លាំងរហូតសាមខោភ្លាមប៉ុន្តែបងឆាងមិនមានការភ័យស្លន់ស្លោទាល់តែសោះគាត់ក៏បានទីងដល់បញ្ជាមួយវិនាទីក្រោយមកគង់ទិឡានបានក្លាយទៅជាផ្ទាំងបញ្ជាកង់ឡានក៏បានដកចូលយ៉ាងលឿនហើយជំនួសមកវិញដោយព្រួយមុខទឹកចំនួន4ក្លឹងមួយពព្រិចភ្នែកឡានក៏បានក្លាយទៅជានាវាមុខទឹកបន្ទាប់មកឧបករណ៍មើលលើទឹកបានលេចចេញពីដំបូលឡានឧបត្ថម្ភភាពចាក់ដៃដេញតាមនៅលើផ្ទៃសមុទ្រអាចមើលឃើញយ៉ាងច្បាស់ដូច្នេះបងឆាងបានបើកប្រព័ន្ធរ៉ាដាដោយផ្ទាល់បន្ទាប់ពីកំណត់គោលដៅយ៉ាងច្បាស់លាស់ហើយគាត់ក៏បានចុចប៊ូតុងបាញ់ដោយមិនសាកសើមីស៊ីលមួយគ្រាប់បានហោះចេញពីផ្ទៃទឹកភ្លាមឧបត្ថម្ភភាពចាក់ត្រូវបានកំទេចខ្លាចជាភេទនៅកន្លែងបន្ទាប់ពីគេផុតពីការដេញតាមបងឆាងបានបើកនាវាមុខទឹកដើម្បីរត់គេចខ្លួនភ្លាមប៉ុន្តែមិនទាន់បានសប្បាយចិត្តអស់រយៈពេល2នាទីកន្លះផងភាគីម្ខាងទៀតបានបញ្ជូននាវាមុខទឹកខ្នាតតូចមកដេញតាមដោយមិននិយាយអ្វីសោះពួកគេបានបាញ់គ្រាប់3គ្រាប់ទឹកមួយគ្រាប់មកគ្រប់ពួកគេសំណាងល្អបងឆាងបានបញ្ជាទាន់ពេលទើបអាចគេផុតពីការវាយប្រហារដ៏សាហាវណាស់សម្រាប់ឃើញថាភាគីម្ខាងទៀតនៅតែដេញតាមមិនឈប់ស្ត្រីម្នាក់នោះបានប្រញាប់ចុចកុងតាក់កន្ទុយនាវាបានបាញ់ទឹកថ្នាំពណ៌ខ្មៅយ៉ាងច្រើនចេញមកភ្លាមញាក់សម្រាប់ដែលដេញតាមមកក៏ប្រែជាមើលអ្វីមិនឃើញតែម្ដងបន្ទាប់មកបងឆាងបានឆ្លៀតឱកាសទម្លាក់គ្រាប់3គ្រាប់ទឹកខ្នាតតូចមួយគ្រាប់បញ្ជូនអ្នកដេញតាមទាំងនេះទៅកាន់លោកខាងមុខដោយជោគជ័យចំណែកឯឡានក្រោមទឹករបស់បងឆាងក៏រងការខូចខាតយ៉ាងទំនំដែរក្នុងស្ថានភាពអាសន្នមានតែត្រូវអណ្ដែតឡើងលើផ្ទៃទឹកប៉ុណ្ណោះចុងក្រោយបងឆាងក៏បានរត់គេចខ្លួនយ៉ាងដូចនេះដែរខ្ញុំក៏បានដើរមើលមួយជុំដែរ